គ្នាបើយើងចង់និយាយថាកូនស្រីកូនប្រុសតែនៅក្នុងភាសាអង់គ្លេសគួរនិយាយបែបទៅអូខេថ្ងៃនេះយើងនឹងសិក្សាអំពី plural nouns នាមពហុវចនៈដែលយកពីពាក្យផ្គុំចូលគ្នាបានតែមួយពាក្យហើយមានន័យក្តោបរួមតែម្ដងយើងមកឧទាហរណ៍ទី1ពាក្យ son កូនប្រុស daughter កូនស្រីអញ្ចឹងយើងទាំងកូនប្រុសកូនស្រីសុទ្ធតែជាកូនមែនអត់អញ្ចឹងគេបានមកពាក្យទៀតគេហៅថា children កូនកូន For example ឧទាហរណ៍ថាយើងនិយាយថា my son and my daughter are smart កូនប្រុសនិងកូនស្រីរបស់ខ្ញុំគឺគាត់ឆ្លាតតែយើងអត់ចង់ប្រើពាក្យទាំងពីរហ្នឹងទេយើងប្រើពាក្យ children តែម្ដង My children are smart កូនកូនរបស់ខ្ញុំគឺឆ្លាតអញ្ចឹង children នេះគឺក្តោបរួមសំដៅទៅលើកូនទាំងកូនប្រុសទាំងកូនស្រីយើងអាចហៅថា children ចុះដល់ number 2 brother sister បងប្អូនប្រុសនិងបងប្អូនស្រីអញ្ចឹងពួកគាត់ស្ថិតជាបងប្អូននៅក្នុងភាសាអង់គ្លេសគេហៅថា sibling បងប្អូនបង្កើត example I have two siblings ខ្ញុំមានបងប្អូនបង្កើតចំនួន2នាក់ number 3 mother ម្ដាយ father ឪពុកចុះបើយើងចង់ហៅគាត់ទាំងពីរនាក់យើងហៅថាឪពុកម្ដាយមែនអត់ចឹងនៅក្នុងភាសាអង់គ្លេសគេហៅថា parents For example, my parents are kind. ប៉ាម៉ាក់របស់ខ្ញុំគឺគាត់ចិត្តល្អ Number 4 husband ប្តី wife ប្រពន្ធចុះបើចង់និយាយថាប្តីប្រពន្ធយើងនិយាយថា spouses Okay Number 5 aunt and uncle មីងហើយនឹងពូបើយើងចង់និយាយថាមីងនិងពូគឺជាសាច់ញាតិរបស់ខ្ញុំអញ្ចឹងយើងអាចហៅថា relative They are my relative ពួកគាត់គឺជាសាច់ញាតិរបស់ខ្ញុំអូខេម្ដងទៀត children ប្រែថាកូនកូន sibling បងប្អូនបង្កើត parents ប្រែថាឪពុកម្ដាយ spouses ប្រែថាប្តីនិងប្រពន្ធ relative មានន័យថាសាច់ញាតិអូខេ Thank you for your watching Bye bye see you in the next video